ចង្ក្រានធ្វើអំពីដីឥដ្ឋពុកម៉ែបងប្អូនចង្ក្រានបិទដីឥដ្ឋហួចរាល់ចេញជារូបរាងចង្ក្រានមុខ2មុំ3ពុកម៉ែបងប្អូនយកមកអាំងត្រីឬក៏យកមកចម្អិនម្ហូបពិតជាងាយស្រួលខ្លាំងមែនទែនពោពេញដោយចំណាយតិចហើយអត់សូវជាពិបាកក្នុងការចម្អិនម្ហូបទេពុកម៉ែបងប្អូនបើសិនតែពុកម៉ែបងប្អូនធ្លាប់តាមដានទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមមកប្រហែលជាធ្លាប់ឃើញចង្ក្រានពីដើមនឹងមកហើយចង្ក្រានធ្វើពីដីឥដ្ឋនិងចង្ក្រានមានមុខ2ហើយមុំ3ពុកម៉ែបងសម្រាប់ចម្អិនម្ហូបធ្លាប់បានឃើញហើយថ្ងៃនេះខ្ញុំនឹងបង្វិលទស្សនីយភាពមកមើលនៅចង្ក្រានមុំ3ចង្ក្រានធ្វើពីដីឥដ្ឋដែលឪពុករបស់ខ្ញុំគាត់ធ្លាប់ធ្វើពីមុនមកហើយខ្ញុំក៏ធ្លាប់បង្កើតមាតិកានៅទីនោះច្រើនដងដែរតែមួយរយៈនេះខ្ញុំមានជប់រវល់ការងារច្រើនក៏អត់សូវជាបានបង្កើតមាតិកាវីដេអូជូនពុកម៉ែបងទស្សនានិងចែករំលែកចំណេះតិចតួចទេថ្ងៃនេះខ្ញុំនឹងនាំពុកម៉ែបងឆ្លងពេលវេលាមកមើលចង្ក្រានដីឥដ្ឋឬក៏ចង្ក្រានបែបស្រុកស្រែជនបទវិញម្ដងពុកម៉ែបងចង្ក្រានឪពុករបស់ខ្ញុំគាត់ធ្វើខ្លួនឯងហើយគាត់អត់ដែលបានប្រើប្រាស់ទេទុកចោលនៅយូរណាស់ហើយឡើងពីងពាត់ជុំវិញអស់ហើយពុកម៉ែបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំយកមកអាំងត្រីពុកម៉ែបងប្អូនអាំងត្រីបានត្រី2ត្រីទិញពីផ្សារមកទេទិញពីខាងទលេនៅខាងស្រែក្រោមនៅខាងខ្ញុំនេះទេទិញត្រីបានមក2រួចរាល់លាងបើលាងអីស្អាតបានយកមកដាក់អាំងពុកម៉ែបងហើយសម្រាប់ការអាំងត្រីនេះវិញអត់បានទៅរកក្តោថ្នោតឬអីបែបបុរាណណាមកទេគាត់ខ្ញុំមានខ្ជុំមានអីស្រាប់ហើយចង់ខ្ញុំមកកាត់ខ្ជុំមកកាត់អីរួចរាល់ខ្ញុំយកមកអាំងត្រីពុកម៉ែបងហើយបើឃើញចទាអាំងត្រីបើខ្ញុំមានចម្លែកពុកម៉ែបងមិនឆ្ងល់ទេអានឹងមុខចាស់ហើយខូចចឹងដោះអាចជពីមុខចេញដើម្បីយកមកអាំងត្រីអត់ពិបាកទេពុកម៉ែបងក៏ដោះជចេញទៅយើងដាក់ចោលលើភ្លើងទៅអស់ជាតិថ្នាំជាតិជទៅយើងអាចអាំងត្រីបានហើយមុខស្នាញ់មុខដៃហ្នឹងក៏ស្រួលនឹងការប្រែប្រួលត្រីដែរហើយចង្ក្រានមុខ2ហ្នឹងបើខ្ញុំឆាផងអាំងផងក៏បានដែរឬក៏ដាំទឹកមួយឆាមួយក៏បានដែរព្រោះមួយទៀតហ្នឹងដូចពុកម៉ែបងឃើញបានឃើញឆ្នាំងធំនៅkiaហ្នឹងខ្ញុំដាក់ចោលទៅឆ្នាំងធំដាក់ចោលហើយចង្ក្រានដែលបានប្រើទៅទុកចោលទៅនេះចង្ក្រានហ្នឹងពោពេញទៅដោយនៅផ្សិតតែពីងនឹងពេញហ្នឹងហើយពីងឡើងចុកមែនតើហើយអញ្ចឹងខ្ញុំទុកចោលដែលបានប្រើទេចង្ក្រាននេះលើទុកចោលនឹងយូរហើយព្រោះជាប់ការងារផងជាប់រវល់បញ្ហាផ្ទាល់ខ្លួនផងចឹងអត់បានជាប្រើប្រាស់ចង្ក្រាននឹងច្រើនទេតែឥឡូវនេះខ្ញុំគាត់ថាយើងមើលទៅទេសភាពនឹងស្អាតដែរបរិយាកាសបូករួមជាមួយនឹងចង្ក្រានបែបស្រុកស្រែជនបទពីដើមអញ្ចឹងខ្ញុំយកមកបង្កើតមាតិកាសាថ្មីពុកម៉ែបងបង្កើតមាតិកាបែបអាំងត្រីបែបធ្វើម្ហូបបែបចម្អិនម្ហូបជាមួយនឹងចង្ក្រានជនបទចង្ក្រានស្រុកស្រែចង្ក្រានធ្វើពីដីឥដ្ឋពុកម៉ែបងដូចលោកពុកខ្ញុំគាត់ចាស់ពីមុនហ្នឹងគាត់អត់ដែរទៅទិញចង្ក្រានលើចង្ក្រានអីមកប្រើទេគាត់រៀបចំចង្ក្រានឲ្យចង់មាំជាប់បានយូរងាយខូចងាយបាក់ងាយបែកទៅគាត់យកដីឥដ្ឋមកប៉ាន់ចូលគ្នាច្របល់ចូលគ្នាជាមួយទឹកតាមឬក៏លាយជាមួយអាចគោលាយជាមួយអីទៅគាត់យកមកប៉ាតធ្វើជារូបរាងចង្ក្រានដែលមានមុំ3ចង្ក្រានមុំ3ចង្ក្រានធ្វើពីដីឥដ្ឋដូចថ្ងៃមុនខ្ញុំដូចជាថតបង្ហាញចង្ក្រានគប់ស្ករកន្លែងគោស្ករកន្លែងគប់ភ្លើងគោស្ករហ្នឹងក៏ចង្ក្រានធ្វើពីដីឥដ្ឋដែរពុកម៉ែបងចង្ក្រានធ្វើពីដីឥដ្ឋដែរធំប៉ុណ្ណាទេថ្ងៃនោះអានោះគឺនៅកន្លែងនៃគោស្ករចង្ក្រានធ្វើពីដីឥដ្ឋដែរមីងខ្ញុំគាត់ធ្វើផ្ទាល់ថ្ងៃនេះហើយពុកខ្ញុំគាត់ធ្វើយូរហើយចង្ក្រាននេះពុកម៉ែបងធ្វើយូរមែនតើតែខ្ញុំទប់នឹងប្រើប្រាស់ឥឡូវព្រោះគាត់ធ្វើឲ្យគាត់ទុកចោលមិនធ្វើជាបានសម្បត្តិហូបអីនឹងប្រើចង្ក្រាននោះប្រហែលតែឥឡូវខ្ញុំឃើញចង្ក្រាននោះស្រស់ស្អាតហើយមើលថាអាចនឹងបង្កើតមាតិកាវីដេអូបានខ្ញុំក៏ចាប់អារម្មណ៍លើចង្ក្រានហ្នឹងមែនតើចាប់អារម្មណ៍រួចរាល់ខ្ញុំក៏យកត្រីទៅអាំងអីនឹងចង្ក្រានហ្នឹងប្រហែលហើយមកហូបនៅផ្ទះវិញទេអត់បានហូបមកទេព្រោះអត់មានកៅអីមានអីអង្គុយហូបទេចឹងខ្ញុំគាត់អាំងជូនប្រហែល4ទស្សនាឲ្យបានឃើញចង្ក្រានបែបស្រុកស្រែជនបទចង្ក្រានបែបជាប់មុំបានយូរមិនសូវជាប្រើប្រាស់ការទិញចង្ក្រានអីច្រើនអញ្ចឹងចង្ក្រានធ្វើពីដីឥដ្ឋហ្នឹងជាប់បានយូរមែនតើពុកម៉ែបងយូរឆ្នាំយូរខែហើយពុកម៉ែបងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងពុកម៉ែបងមានតែនារីជនបទគាត់អាំងត្រីនៅចង្ក្រានស្រុកស្រែចង្ក្រានធម្មជាតិចង្ក្រានធ្វើពីដីឥដ្ឋធ្វើអីប៉ុណ្្នឹងឯងពុកម៉ែបងអរគុណនៅហូបបាយថ្ងៃត្រង់ហ្នឹងឯងពុកម៉ែបងឆ្នាំងមាត់2អាំងត្រី1ហូប2នេះចំណាយអស់ត្រឹមតែ5500អីព្រោះមកស្រួលពុកម៉ែបងហើយអរគុណជម្រាបលាសម្រាប់ការតាមដានទស្សនាវីដេអូខ្ញុំបានទៅពីដើមដល់ចប់អរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបងប្អូនបាយបាយពុកម៉ែបងប្អូន